ដើមពោធិ៍ដែលជាដើមមួយតំណាងឲ្យព្រះពុទ្ធសង្គ្រមភាវនាស្វែងរកសច្ចធម៌អស់រយៈពេល6ឆ្នាំព្រះពុទ្ធមានអ្នកខ្លះថាព្រះអង្គជាជនជាតិឥណ្ឌាមានអ្នកខ្លះថាព្រះអង្គជាជនជាតិនេប៉ាល់មានអ្នកខ្លះថាព្រះអង្គជាជនជាតិបង់ក្លាដេសតាមពិតទៅព្រះអង្គមិនមែនជាជនជាតិឥណ្ឌាឬក៏នេប៉ាល់ឬមួយក៏បង់ក្លាដេសនោះទេព្រោះព្រះអង្គគឺមាននគររបស់ព្រះអង្គនគរកបិលភស្តុព្រះអង្គគឺមានជនជាតិរបស់ព្រះអង្គមិនមែនចេតថាជនជាតិនេះជនជាតិនោះទេគ្រាន់តែថាមកដល់បច្ចុប្បន្ននេះនគររបស់ព្រះអង្គគឺបានត្រូវគេលេបត្របាក់អស់ហើយលែងមាននគររបស់ព្រះអង្គហើយអញ្ចឹងហើយគេហៅថាជនជាតិឥណ្ឌាហៅថាជនជាតិស្រីលង្កាហៅថាជនជាតិនេប៉ាល់ហៅថាជនជាតិបង់ក្លាដេសអាហ្នឹងតាមការយល់ឃើញរបស់គេទេប៉ុន្តែការពិតគឺជាការពិតព្រះអង្គគឺមាននគររបស់ព្រះអង្គណាហើយព្រះអង្គបានទៅសាងភ្នោះហ្នឹងគឺលះបង់នៅទ្រព្យសម្បត្តិលាភសក្ការៈណាតួនាទីព្រះអង្គគឺជាស្ដេចគេហៅថារាជបុត្រប៉ុន្តែព្រះអង្គសុខចិត្តបោះបង់ចោលអត់ស្នងរាជសម្បត្តិទេសុខចិត្តឲ្យព្រះបិតារបស់ព្រះអង្គហ្នឹងផ្ទេររាជទៅឲ្យអ្នកណាផ្សេងចោះព្រះអង្គអត់ទទួលទេហេតុអីក៏ព្រះអង្គសុខចិត្តលះបង់នៅទ្រព្យសម្បត្តិរហូតទៅដល់រាជអំណាចក៏សុខចិត្តបោះបង់ចោលដែរគឺដើម្បីស្អីគឺដើម្បីស្វែងរកនៅសច្ចធម៌ណាសច្ចធម៌គឺជាគោលដៅធំបំផុតរបស់ព្រះអង្គដែលព្រះអង្គស្វែងរកហើយដើម្បីស្វែងរកសច្ចធម៌បានគឺព្រះអង្គមកធ្វើសង្គ្រមភាវនាគឺហើយយើងតែងតែនិយាយជាសាមញ្ញហៅថាសមាធិប៉ុន្តែព្រះអង្គមិនមែនត្រឹមតែសមាធិឯមានធាតុជាច្រើនទៀតដែលធ្វើឲ្យព្រះអង្គអាចត្រាស់ដឹងបានតែនៅក្នុងប្រធានបទនេះគឺខ្ញុំនិយាយតែការតស៊ូព្យាយាមអត់ធ្មត់តែមួយមុខតែប៉ុណ្ណោះ